សូមថ្វាយបង្គំព្រះដ៏មានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធអង្គនោះខ្ញុំបានស្ដាប់មកថាពាក្យនោះព្រះមានព្រះភិក្ខទ្រង់ត្រាស់ហើយព្រះរហន្តសម្ដែងហើយមនាលភិក្ខុទាំងឡាយទេវតានិងមនុស្សទាំងឡាយត្រូវទិដ្ឋិទាំងពីររួមរិទ្ធហើយពួកមួយរមែងជាប់នៅពួកមួយរមែងស្ទុះទៅចំណែកពួកបុគ្គលមានចក្ខុរមែងឃើញមនាលភិក្ខុទាំងឡាយបុគ្គលពួកមួយរមែងជាប់នៅតែដូចម្ដេចមនាលភិក្ខុទាំងឡាយទេវតានិងមនុស្សទាំងឡាយជាអ្នករីករាយក្នុងភពត្រេកអរក្នុងភពស្រើបស្រាលក្នុងភពកាលតថាគតសម្ដែងធម៌ដើម្បីរលត់ភពជារបស់ទេវតានិងមនុស្សទាំងឡាយនោះក៏មិនសុទេមិនជ្រះថ្លាមិនតាំងនៅមិនចោះសុំមនាលភិក្ខុទាំងឡាយទេវតាមនុស្សទាំងឡាយពួកមួយរមែងជាប់នៅយ៉ាងនេះមនាលភិក្ខុទាំងឡាយទេវតានិងមនុស្សទាំងឡាយពួកមួយរមែងស្ទុះទៅតែដូចម្ដេចទេវតានិងមនុស្សទាំងឡាយពួកមួយកាលចិនចន់នឿយណាយស្អប់ខ្ពើមរមែងត្រេកអរចំពោះការប្រាចាភពមនាលអ្នកដ៏ចម្រើនបានឮថាអត្តភាពនេះលោកបាយធ្លារាងកាយស្លាប់ទៅរមែងដាច់សូន្យវិនាសទៅមិនកើតទៅក្នុងខាងមុខទៀតព្រោះហេតុណានេះជាធម្មជាតិស្ងប់ស្ងាត់នេះជាធម្មជាតិដ៏ឧត្តមនេះជាធម្មជាតិដ៏ពេញមនាលភិក្ខុទាំងឡាយទេវតានិងមនុស្សទាំងឡាយពួកមួយរមែងស្ទុះទៅយ៉ាងនេះឯងមនាលភិក្ខុទាំងឡាយចូលចំណែកបុគ្គលដែលមានចក្ខុរមែងឃើញតែដូចម្ដេចភិក្ខុក្នុងសាសនានេះឃើញនៅខណ្ឌបញ្ចការដោយសភាវៈពិតលោកឃើញនៅខណ្ឌបញ្ចការដោយសភាវៈពិតហើយជាអ្នកប្រតិបត្តិដើម្បីនឿយណាយដើម្បីប្រាជ្ញាដំរេចដើម្បីរលត់នៅខណ្ឌបញ្ចការមនាលភិក្ខុទាំងឡាយចំណែកបុគ្គលមានចក្ខុរមែងឃើញយ៉ាងនេះឯងលោកព្រះមានព្រះភិក្ខទ្រង់សម្ដែងសេចក្តីនោះហើយទ្រង់ត្រាស់គាថាពរនេះក្នុងសូត្រនោះថាអរិយសាវណាឃើញនៅខណ្ឌបញ្ចការដោយសភាវៈពិតផងនៅការប្រព្រឹត្តកន្លងខណ្ឌបញ្ចការផងរមែងចុះចិត្តសុខក្នុងព្រះនិព្វានដោយសភាវៈពិតព្រោះអស់តណ្ហាក្នុងភពប្រសិនបើអរិយសាវកនោះកំណត់ដឹងនៅខណ្ឌបញ្ចការប្រាជ្ញាតណ្ហាក្នុងភពតូចភពធំហើយភិក្ខុទាំងឡាយសូនចាប់ខណ្ឌបញ្ចការហើយរមែងមិនបានមកកាន់ភពថ្មីទៀតខ្ញុំបានស្ដាប់មកថាសេចក្តីនេះឯងព្រះមានព្រះភិក្ខបានត្រាស់ទុកហើយសូត្រទី12ដស្រង់ចេញពីបេដកភេ53ទំព័រទី57ដល់ទំព័រទី58រៀបរៀងដោយព្រះពុទ្ធវចនា